Chỉ biết hưởng lactose intolerance với nhớ bông cái men đại miền khôngมีอะไรgì hay là lactose intolerance สำหรับnhôm á nhôm kịch thành lactose intolerance nó hiện trong của bạn chiên món á mẹ hiện trong của bạn chiên gì tới trong của bạn chiên món của ấy cho nó tim mũi cứ dân của bạn họ tự đó ở quán nhà mình tên sau bây từ tự đó mà đây là ha có men để quán miền lactose intolerance nó còn mầm hay ai miền ban nhà hai hưởng hiện đây hai quán ham pu ham ấy chẳng á nó còn để sao mua là hai hưởng lactose intolerance đây để sao từ nó không tự đó mà đấy cứ score đại miền nó không nó cứ lactose nâng tay mà đòn chẳng may mà sao tự đó cô chỉ tu tới là bọn all formula all cứ cái per score ประเภท lactose នឹងឯងហើយដល់ពេលកូនយើងគាត់ lactose intolerance គាត់ញ៉ាំរបស់នឹងអត់បានអានោះគឺសែនមែនតើមកចឹងគាត់ត្រូវញ៉ាំរបស់ឬក៏ញ៉ាំទៅដល់គោដែលគេហៅថា lactose free គេដក lactose នឹងចាញ់អាពួក formula ឬក៏ម្សៅទៅដល់គោនឹងគេអត់ប្រើពពួក lactose ហើយគេប្រើពពួក glucose syrup ពពួក corn syrup អីចឹងក៏គេហៅអា maltodextrin អាហ្នឹងក៏ជាប្រភេទ score ដែរប៉ុន្តែគេហៅអា glycemic index របស់វាហ្នឹងគឺវាខ្ពស់ជាង lactose ខ្ពស់ជាងទឹកដោះម្ដាយចឹងចំណុចអត់ល្អរបស់វាគឺធ្វើឲ្យអាជាតិ score ហ្នឹងវាឡើងលឿនពេកចឹងធ្វើឲ្យក្មេងគាត់របៀប fussy គេហៅទៅគាត់របៀបយំមុំម៉ៅឆ្លេឆ្លាអីរៀងច្រើនជាងក្មេងដែលគាត់មឹមទៅដល់ម្ដាយឬក៏មឹមទៅដល់ដែលប្រភេទ score lactose បើសិនជាយើងនិយាយប្រៀបធៀបទៅក្មេងដែលគាត់មឹមអា corn syrup ឬក៏ glucose syrup ហ្នឹងវាល្អដូចlactose អត់ណាសម្រាប់ខ្ញុំគឺខ្ញុំគិតថាអត់ទេព្រោះអីទៅដល់ម្ដាយគឺមានប្រភេទ lactose អញ្ចឹងរបស់ឬក៏ formula ណាដែលល្អគឺយើងត្រូវយកមកធៀបជាមួយទៅដល់ម្ដាយតើវាស្តៀងទៅដល់ម្ដាយកម្រិតណាអញ្ចឹងកាលណាវាចិនចាកពីទៅដល់ម្ដាយហ្នឹងអាហ្នឹងសម្រាប់ខ្ញុំគិតថាអត់សូវល្អទេប៉ុន្តែបើកូនគាត់មាន lactose intolerance អញ្ចឹងអាហ្នឹងគឺយើងរៀងយកអត់មានជំរឿដែរដោយកូនខ្ញុំមួយថ្ងៃអញ្ចឹងគាត់ខំមានអាឡែស៊ីអញ្ចឹងកូនខ្ញុំគាត់មុំដោះគោឬក៏មុំដោះពពែអីគឺអត់បានហ្មងអញ្ចឹងខ្ញុំត្រូវឲ្យគាត់មុំកូករបស់ខ្ញុំប៉ុន្តែរឿងល្អពីខំមានអាឡែស៊ីមួយគឺពេលដែលកូនហ្នឹងអាយុ1ឆ្នាំគឺគាត់អាចជាវិញគាត់អាចរបៀបថាគេហៅ resolve ហ្នឹងបើន័យថាវាលែងមានអាខំមានអាឡែស៊ីហ្នឹងទៀតហើយប៉ុន្តែខុសពី lactose intolerance ភាគច្រើនតែពីទូចហើយទៅដល់ធំហ្នឹងគឺគាត់នៅតែ lactose intolerance អញ្ចឹងដល់ពេលគាត់អាយុ1ឆ្នាំ2ឆ្នាំក៏គាត់អាចមុំអាពពួកទៅដោះគោឬក៏ទៅដោះអីដែលមានសារជាតិ lactose ហ្នឹងដែរដល់អញ្ចឹងវាពិបាកតិចអញ្ចឹងបើសួរខ្ញុំដូចវីដេអូមុនខ្ញុំនិយាយពីទៅដោះគោ formal អញ្ចឹងណាបើសិនជាកូននឹងមាន lactose intolerance គឺញ៉ាំបានទេព្រោះអីអា formal ហ្នឹងវាមានជាតិ lactose នៅក្នុងហ្នឹងហើយភាគច្រើនទៅដោះផ្សេងៗគឺមានជាតិ lactose តបងមើលទៅលើហ្នឹងហ្មងថាទៅដោះគោហ្នឹងគេដាក់ថា lactose free ហ្មងអាហ្នឹងបានកូនគាត់អាចញ៉ាំបានចា